ចេតយ៉ាងសម្បថានេសពតន្ថេតាំងកធាតមហាពោធិពន្ធរូបាំងសកលាំងសតិអហង្រីខ្ញុំបងគុំវន្ទាភគវិព្រាំងធัวថ្លៃថ្លាព្រមទាំងព្រះសង្ឃភរផង់សីលាចិន្តាលំអនព្រះពុទ្ធនិយមបរិបានតាមធម៌សាសនាបវរល្អដោយព្រះនាមអរហង្គសម្មាកេលែងរវាសូនបងសូមឲ្យសាសនាសម្មាសម្ពុទ្ធបរិស័ទមួមុតកាលអភិបាលដោយសង្ឃព្រមព្រៀងស្មោះត្រង់ចិនចាំងសង្ខាសូមមនុស្សទេវតាមានការគោរពទាំងយប់ក្នុងព្រះសាសនាសូមបានសម្រេចដោយក្តីប្រាថ្នាអកនៅតណ្ហាទុក្ខាចប់ហងសូមអនុមោទនាញាតិញោមអាចអង្គុយមកខិតលើបានញោមអត់អីទេញោមខ្ញុំអាចអង្គុយមកខិតលើបានព្រោះដោយសារថាបើញាតិញោមមកទៀតគេលើថាអត់មានកន្លែងអង្គុយមកខិតលើចុះញោមយើងខិតលើបានប៉ុយើងខិតលើបានអត់អីទេញោមណាហើយចម្រើនពរជាថ្មីម្ដងទៀតសូមខាងជាងបច្ចេកទេសម៉ាស៊ីនត្រជាក់តទៅឈោគៀកវាបានវាត្រជាក់បន្តិចវាអត់មានជាតិត្រជាក់បាញ់ញឹមហាយមកដល់កណ្ដាលអញ្ចឹងសូមជួយសម្រួលចឹងញាតិញោមពុទ្ធបរិស័ទក៏បានអង្គុយស្រួលបួលអស់ហើយលោកម្ចាស់ក៏បានប្រថាប់គង់ហើយសូមឱកាសពីលោកម្ចាស់រហូតដល់ចប់ដើមកម្មវិធីបន់ជាបន្តទៅជួនពរអញ្ជើញលោកគ្រូឡើងការធម្មទេសនាសូមឯងពធទេសនាតាមកាលវេលាដ៏សមគួរនិងបានទទួលបដិសន្ធារៈព្រះមហាធេរៈប្រធេរៈជាព្រះធម្មកថាកាចារ្យចំនួន6ព្រះអង្គសម្ដែងបន្តពីលោកគ្រូអនុមោទនីយេចធម្មាអតីតាចយេចធម្មាអនាគតាំងបណ្ណាចយេធម្មាអហង្វន្ទាបិសម្បទាព្រះធម៌ទាំងឡាយឯណាដែលជាធម៌មាសម្ពុនដែលនៃពៀនកន្លងទៅហើយក្តីព្រះធម៌ទាំងឡាយឯណាដែលជាធម៌របងព្រះសម្មាសម្ពុននឹងមានមកក្នុងកាលឯណាដែលជាធម៌របងព្រះសម្មាសម្ពុទ្ធទ្រង់ប្រដេសឋានទងក្នុងការសំថ្ងៃនេះក្តីក្រាបថ្វាយបង្គំនៅព្រះធម៌ទាំងឡាយនោះក្រុមកាលទាំងពួងសូមអនុមោទនាស្ដាប់ប្រធមទេសនាថ្វាយបង្គំជំបែនៃបត្រៃរតតែចរតនៈដងឧត្តមភាសាពងពោះលើលោកសូមនមស្ការថ្វាយបង្គំកណ្ដាគុណចាស់សង្ឃគ្រប់ព្រះអង្គដោយមហាផ្ទៃអនុគ្រោះបាននិមន្តក្នុងកម្មវិធីខួបមហាប្រាសាទព្រះមហាគុណកតវាយអូជាចំពោះព្រះពុទ្ធអង្គសូម្បីបរិនិព្វានទៅហើយទៅតាមមហាប្រតិនឹងទៅតាមក្តីជ្រះថ្លានៃពុទ្ធបរិស័ទចិត្តទេណាប្រសន្នមហេតាមដែលចិត្តនឹងមានទីក្តីជ្រះថ្លាមកណា
តថាគតេវិសម្ពុទ្ធេអថវិតាសៈសាវកេក្នុងព្រះសម្មាសម្ពុទ្ធជាព្រះតថាគតណាជាគ្រូលើអស់មនុស្សនិងទេវតាព្រះអង្គទ្រង់ដាច់យាងមកយ៉ាងនោះតាមអភិនិហាបារមីហើយព្រះអង្គបំពេញដោយព្រះសម្មាសម្ពុទ្ធអង្គមុនជាព្រះសម្មាសម្ពុទ្ធអង្គទ្រង់ស្ដេចយាងទៅយ៉ាងនោះក្នុងការដែលយាងចេញអំពីមណ្ឌលពោធិព្រឹក្សប្រោសសត្វលោកហ្នឹងនាមថាតថាគតអង្គទ្រង់ដាច់យាងមកកាន់លក្ខណៈនៃសភាវៈបរមត្តធម៌តែព្រះអង្គទ្រង់បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហ្នឹងសាវកទាំងឡាយបានត្រាស់ដឹងសច្ចធម៌ការអស្ចារ្យណាស់ណាព្រោះបញ្ញាដែលត្រាស់ដឹងសច្ចធម៌គឺកាត់នៅវដ្តសង្សារប៉ុន្តែចឹងសេចក្តីជ្រះថ្លាក្នុងព្រះតថាគតជាព្រះសម្មាសម្ពុទ្ធក្តីចំពោះសាវករបស់ព្រះតថាគតនោះក្តីហ្នឹងឯងអបកានាមៈតេខេណាឈ្មោះថាអបកាតិចតួចហ្នឹងណាត់ថេមិនមានឡើយចាពេលរបស់ទេវតាណាសកទេវរាជព្រះអង្គជាព្រះសោតាបានហ្នឹងហើយបានសម្រេចសោតាបត្តផលតាំងពីនៅនៃអន្តសាលោកហេហើយបកាថាហ្នឹងគឺសកទេវរាជបានលើកឡើងដែលព្រះអង្គព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វានហើយក្នុងវិមានវត្ថុហើយដកលេខ55ទំព័រ100គត់ស្រួលចាំហ្នឹងអរ៉ុបចំពោះវិមានប្រាសាទពណ៌លឿងបៃតវិមានទេពធីតាហ្នឹងបានបូជាផ្កាថ្វាយព្រះបរមធាតុព្រះអង្គបរិនិព្វានទៅបាទជាសតៈដង្ហែព្រះបរមធាតុមកតម្កល់នៅរាជក្រឹសហ្នឹងយើងក៏បានទៅថ្វាយអង្គមដែរចេញពីវត្តវេលវ័នមកដើរទៅឆិតឆ្វេងដៃមកបន្តិចមកអាជាសតៈស្ទោបទៅហ្នឹងហើយនាងហ្នឹងពេលហ្នឹងមិនតាន់បានមកដល់ផងក៏ត្រូវគោមេគោការពារកូនទៅមានកូនទៅរៀងកាចហើយហួងហែងកូនហ្នឹងហើយក៏ជួលនាងហ្នឹងធ្វើឲ្យផ្កាហ្នឹងប៉ើងផុតពីដៃទៅបូជាព្រះសទ្ធោបច្ច័យដីនឹងតែម្ដងចិត្តក៏ជ្រះថ្លាទៅអស់ជីវិតទៅក៏បដិសន្ធិនៅឋានតាវតឹងហ្នឹងប្រអិនបានតួឃើញក៏សាកសួរបានឧទានឡើងពោលតេខេណាតែបានបូជាថ្វាយចំពោះព្រះតថាគតព្រះសម្មាសម្ពុទ្ធនិងសាវករបស់ព្រះពុទ្ធអង្គហ្នឹងដែលមានផលតិចតួចហ្នឹងគឺមិនមានទេប្ររពទៅលើទេយវត្ថុហ្នឹងហើយផ្កាហ្នឹងមិនព្រះអង្គសោយអីណារនថាជាការបូជាតំណាងសេចក្តីគោរពជ្រះថ្លា
ហ្នឹងហើយថាជាផ្កាពួរល្អក៏ជាឈ្មោះនៃសិលក្លិនក៏អូបក៏ក្លិនរបស់សិលហ្នឹងក្រៃលែងណាស់ដោយសីលាតិគុណគណាពួរល្អដល់វណ្ណៈពួររបស់សិលដូចនៅក្នុងចៃវរគម្ពីរបកលបញ្ញត្តិហ្នឹងចៃវរសម្ពុតដែលនាំមកអំពីដែនកាសីហ្នឹងដែលព្រះពុទ្ធអង្គសម្ដែងពីសិលវិខដែលមានសិលហ្នឹងហើយប្រៀបទៅនឹងសម្ពុតដែលនាំមកពីដែនកាសីហ្នឹងគឺសម្ពុតហ្នឹងពណ៌ល្អហ្នឹងហើយខុសពីសម្ពុតសម្បកឈើណាខុសតម្លៃគ្នារាប់ម៉ឺនកហបណៈនោះហ្នឹងហើយសម្ពុតសម្បកឈើមិនបានមួយកហបណៈផងទេហ្នឹងហើយខុសគ្នាដោយពួរហើយដោយថ្លៃហ្នឹងក៏ខុសគ្នាច្រើនហ្នឹងហើយនឹងសម្ផស្សប្រើប្រាស់សម្ពុតនាំមកពីដែនកាសីហ្នឹងទន់ល្មនល្មីហ្នឹងហើយមានតម្លៃទោះជាថ្មីចាស់យ៉ាងណាក៏គេតម្កល់ទុកដាក់ដោយល្អក្នុងហេតុរតនៈហ្នឹងឯងខ្ចប់មាសប្រាក់កែវកងអីតាមនឹងទៅទៀតតែថាពួរល្អហ្នឹងគឺជាឈ្មោះនៃសិលមានតម្លៃហ្នឹងគឺធ្វើឲ្យការបូជាតេខេណាទានទៅតាមចិត្តជ្រះថ្លានៃពុទ្ធបរិស័ទនឹងឯងមានផលច្រើនមានអានិសង្សច្រើនតាមដែលគុណចាស់ប្រពយកអីមកជាអារម្មណ៍ហើយធ្វើឲ្យគុណធម៌គឺសិលហ្នឹងចម្រើនឡើងខ្ពង់ខ្ពស់ហ្នឹងគឺឲ្យតែកុសលធម៌ចម្រើនឡើងអ្វីហ្នឹងគួរដល់ការខ្សែគប់ទាំងអស់ខ្សែគប់ជាមួយពុទ្ធបរិស័ទហ្នឹងដែលបានទំនុកបំរុងបច្ច័យ4នឹករលឹកថាតបស្នងសងគុណញោមពុកញោមម៉ែញាតិញោមហ្នឹងហើយអាត្មាអញក៏បីជាបព្វជិតល្អមានសិលល្អក៏ទៅជាកុសលធម៌ចម្រើនឡើងកូនប្រុសស្រីជាទូទៅដើម្បីតបស្នងសងគុណមេដាបិតាត្រូវធ្វើជាកូនល្អហ្នឹងឯងហើយយើងទូទៅហ្នឹងឯងហ្នឹងឯងដើម្បីឲ្យជាកល្យាណមិត្តជាមនុស្សល្អកុំឲ្យក្បត់ចិត្តអ្នកដែលទុកចិត្តយើងអ្នកដែលស្រឡាញ់យើងហ្នឹងគឺយើងក៏បានធ្វើជាមនុស្សល្អហ្នឹងឯងឲ្យតែកុសលធម៌ចម្រើនឡើងបានជាមនុស្សល្អហ្នឹងឯងតែអញ្ចឹងបកតោបនិស្សយបច្ច័យដោយអាស្រ័យទីកន្លែងក្តីអាវាសណាដោយឧត្តៈឬក៏ដោយកថាវត្ថុឬក៏ដោយបុគ្គលអរិយាបថអីហ្នឹងអាហារបរិភោគអីចម្លៀកបំពាក់អីហ្នឹងឲ្យតែជាឧបនិស្សយបច្ច័យកុសលធម៌ចម្រើនឡើងគឺសត្វតែជាទីសបាយទាំងអស់ហ្នឹងហើយហើយគ្រាន់តែថាកុសលធម៌ហ្នឹងមិនមែនមានបច្ច័យតែប៉ុណ្្នឹងទេយើងអប់រំដោយសទ្ធាដោយបញ្ញាដោយការយល់ដឹងរឿយមកក៏ជាចំណែកពិសេសនៃបច្ច័យដែលនាំឲ្យកុសលធម៌ចម្រើនដល់ទៅពេលកុសលធម៌ចម្រើនចឹងទៅអ្វីដែលជាបកតោបនិស្សយបច្ច័យណាមានប្រកដីជាទីអាស្រ័យដ៏មានកម្លាំងបកតោបនិស្សយបច្ច័យហ្នឹងបច្ច័យមួយក្នុងព្រះអភិធម្មណាហ្នឹងហើយដូចថា
ពុទ្ធបរិស័ទយើងអញ្ចឹងនាំឲ្យយើងមានចិត្តថាត្រូវធ្វើជាមនុស្សល្អណាដើម្បីបានរួមជាមួយនឹងពុទ្ធបរិស័ទយើងដែលល្អហ្នឹងហើយយើងទៅរកណាឲ្យល្អជាងនឹងទៀតសម័យកាលយើងសពថ្ងៃហ្នឹងវាតែប៉ុណ្ណឹងហ្នឹងហើយមានបត្រៃណគុំមានសិលមានអបោសិទ្ធសិលគុណចាស់ត្រួតត្រងធម្មវិន័យគឺល្អហើយយើងបានសទ្ធាបានបញ្ញាមកគោរពបូជាព្រះសម្មាសម្ពុទ្ធអញ្ចឹងទៅកុសលធម៌ចម្រើនឡើងទៅយើងទទួលយកសេចក្តីល្អរបស់អ្នករតីនឹងបានហើយដែលថាមានភ្នែកមានភ្នែកបញ្ញាមើលឃើញគុណមើលឃើញសេចក្តីល្អរបស់អ្នករតីហ្នឹងហើយអញ្ចឹងទៅគឺការរីករាយចិត្តរបស់យើងហ្នឹងគឺអាចទទួលបានហើយពីពុទ្ធបរិស័ទយើងហ្នឹងប៉ុណ្ណឹងទៅអត់មានយើងទុកទោមនោះបន្ទុះតោះអីទេព្រោះយើងក៏មិនទៅទៀមទាអីណាតែក្តីល្អពីអ្នកអតីអីដោយសពគ្រប់យ៉ាងនេះយ៉ាងនោះទេព្រោះសេចក្តីល្អយើងបំពេញធ្វើដោយខ្លួនឯងបានណាមកទោះទៅប៉ុន្តែកាលណាចិត្តជ្រះថ្លាកាលណាចិត្តយើងជាកុសលចម្រើនឡើងអញ្ចឹងទៅអ្វីហ្នឹងក៏ល្អមករកយើងប៉ុន្តែហ្នឹងហើយមើលយើងចំណេញយើងមិនចេះតែទៅទៀមទីអ្វីឲ្យបានដូចចិត្តយើងរឿងនេះរឿងនោះអីសពគ្រប់ទេប៉ុន្តែបែរទៅជារឿងល្អហ្នឹងយ៉ាងសម្បូរហូរហែតែនឹងហែចូលមកកាន់ជីវិតរបស់យើងដោយសារតែចិត្តល្អហ្នឹងឯងអញ្ចឹងបានថាយើងសុំរឿងល្អពីខ្លួនយើងចាកុំចេះតែទៀមទាពីអ្នកដទៃយ៉ាងនេះយ៉ាងនោះហ្នឹងឯងរឿងអ្នកដទៃក៏យើងដឹងថាវានៅជាប់នៅក្នុងវត្តដាក់ហ្នឹងដូចតែគ្នាអញ្ចឹងណាហ្នឹងឯងនៅមានការស្រឡាញ់ស្អប់កប់តោះអីហ្នឹងអញ្ចឹងតាំងតែពីជាតិមុនមកហ្នឹងជាក់ស្ដែងហើយបាទមានបដិសន្ធិហ្នឹងដែលអត់មានកិលេសហើយមកបដិសន្ធិទៅកើតហ្នឹងឯងមានកិលេសទាំងអស់តែគ្នាហ្នឹងឲ្យតែសត្វលោកយើងបដិសន្ធិមកហ្នឹងវាមានទៅទេវតាប្រអិនប្រព្រំណាអ្នកបង្កើតសត្វលោកហ្នឹងទេគឺវាកើតតែអំពីអវិជ្ជារៀងខ្លួនហ្នឹងជាការបញ្ជាក់ថាជាអ្នកនៅមានកិលេសនៅមានអវិជ្ជាហ្នឹងដែលបដិសន្ធិហើយត្រូវមកប្រឹងប្រែងរៀងព្រះអង្គរៀងខ្លួនហ្នឹងយើងអត់អាចទៅទៀមទាស្អីពីអ្នកដទៃទោះជាទៅទៀមទាសម្លុតគម្រាមកំហែងធ្វើខេតអ្នកដទៃបានមកក៏អ្វីហ្នឹងមិនអាចមកកំចាត់វត្តដាក់ខ្លួនយើងបានទេហើយតែវត្តដាក់នៅមានហើយការមានអីបានអីក្នុងโลกហ្នឹងគឺមិនយកមកប្រៀបអីជាមួយនឹងការដែលមិនមានវត្តដាក់ហ្នឹងទេពីព្រោះអតីតថាយើងមានអីបានអីហ្នឹងហើយវាដោយសារតែមានអត្តភាពហ្នឹងទេតើដែលចាំបាច់ត្រូវការមាននេះមាននោះយកមកបរិភោគប្រើប្រាស់ហ្នឹងតាមដែលមានអត្តភាពត្រូវការបច្ច័យ4ហើយនៅមានកិលេសតណ្ហាហ្នឹងវាត្រូវការមិនចេះគ្រប់គ្រាន់នៅទៅទៀតហ្នឹងដោយសារតែវាមានអត្តភាពហើយនឹងមានចំណង់មានកិលេសហ្នឹងទេតើបានជាវាត្រូវការរបស់ក្នុងโลกហ្នឹងនៃចុះបើពុទ្ធបរិស័ទយើងបានព្រះធម៌ដែលព្រះពុទ្ធអង្គទ្រង់ប្រទានមកនេះកំចាត់បងនៅចំណង់តណ្ហាក្នុងចិត្តខ្លួនឯងហ្នឹងមុនដំបូងគឺលះអាការប្រកាន់ថាមានខ្លួនយើងដល់ទៅរូប
ដែលមានធាតុដីទឹកភ្លើងខ្យល់អាកាសធាតុហ្នឹងដូចតែខាងក្រៅអញ្ចឹងទៅហួងហែងស្អីហ្នឹងហើយមិនមែនជាអត្តាខ្លួនយើងដីទឹកភ្លើងខ្យល់ខាងក្រៅហ្នឹងហើយអាកាសធាតុហើយដីទឹកភ្លើងខ្យល់ខាងក្នុងហ្នឹងអាកាសធាតុហ្នឹងដូចតែខាងក្រៅអញ្ចឹងមានទេមទេឲ្យទៅជាស្អីទៀតមានក៏មានក្នុងលោកហ្នឹងទៅមានតែប្រកាន់តែខ្លួនយើងឲ្យបានទៅព្រះនិព្វានអីឲ្យដីហ្នឹងទៅនិព្វានឲ្យទឹកឲ្យភ្លើងឲ្យខ្យល់ហ្នឹងទៅនិព្វានអត់ទេឲ្យអាកាសធាតុហ្នឹងទៅនិព្វានអត់ទេអញ្ចឹងគឺនៅក្នុងលោកហ្នឹងឯងមានទេមទេអីទៀតតែពុទ្ធបរិស័ទយើងប្រាថ្នាព្រះនិព្វានហ្នឹងណាហ្នឹងហើយតែថាខ្លួនយើងឲ្យបានព្រះនិព្វានទៅព្រះនិព្វានណាហ្នឹងហើយតើដែលយើងបានទៅព្រះនិព្វានហ្នឹងទៅយ៉ាងម៉េចឲ្យដីហ្នឹងទៅទឹកភ្លើងខ្យល់អាកាសធាតុហ្នឹងឬឲ្យវិញ្ញាណហ្នឹងទៅនិព្វានហ្នឹងហើយអត់មានវិញ្ញាណខណ្ឌរួមជាមួយវេទនាសញ្ញាសង្ខារហ្នឹងឯងគឺណាមានទៅនិព្វានឯណានេះជាសង្កតធัวមានតែការកើតហើយរលត់តែប៉ុណ្្នឹងទេអត់មានអ្វីដែលកើតហើយទៅនិព្វានទេហ្នឹងហើយមានខ្លួនយើងឯណាផ្សេងពីរូបខណ្ឌហ្នឹងដីទឹកភ្លើងខ្យល់អាកាសធាតុហ្នឹងព្រះពុទ្ធអង្គសម្ដែងបញ្ញាណបមច្ចេយៈណាមិនក៏បីបដែតបដោយបញ្ញាក្នុងការពិចារណានៅធាតុ6ហ្នឹងហើយព្រះអង្គសម្ដែងបញ្ញាណបមច្ចេយៈមិនក៏បីបដែតបដោយមិនក៏បីប្រមាទចំពោះបញ្ញាដែលពិចារណាហើយព្រះតថាលោកបញ្ជាក់ទៅតាមខ្លឹមសារនៃប្រសូតព្រះអង្គសម្ដែងធាតុវិភង្គកសូត3ដកលេខ28ហ្នឹងគឺមិនក៏បីបដែតបដោយបញ្ញាក្នុងការពិចារណានៅធាតុ6ធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុនិងវិញ្ញាណធាតុវិញ្ញាណនោះមានទាំងវេទនាសញ្ញាសង្ខាររួមជាមួយហ្នឹងហើយយើងពិចារណាមើលដែលឲ្យយើងទៅនិព្វានហ្នឹងយើងខ្វាយខ្វល់ថាមិនដឹងកាលទេបានទៅព្រះនិព្វានមិនដឹងកាលទេពេលណាទៅទេបានដល់ព្រះនិព្វានអត់ចាំបាច់ត្រូវការសម្បត្តិក្នុងលោកនឹងទេហ្នឹងហើយសម្បត្តិហ្នឹងវាដោយសារតែដោះស្រាយអត្តភាពដែលកើតឡើងហើយវាមានទិដ្ឋិប្រកាន់ខ្លួនយើងមានតណ្ហាបានជាត្រូវការអ្វីៗទាំងអស់ហ្នឹងប៉ុន្តែឥឡូវយើងប្រាថ្នាទៅព្រះនិព្វានហ្នឹងឥឡូវយើងមានស្អីហ្នឹងឯងដីទឹកភ្លើងខ្យល់អាកាសធាតុអត់មាននិព្វានទេកើតហើយរលត់ក្នុងលោកនេះឯងរលត់មិនរលត់អីវាយើងមិនប្រកាន់ថាជាយើងហើយវាអត់មានជារឿងទៅហួងហែងសភាវៈទាំងអស់ហ្នឹងទេហើយវិញ្ញាណធាតុគេណារូបធាតុ5ទៅហើយដីទឹកភ្លើងខ្យល់អាកាសធាតុហើយនៅតែវិញ្ញាណធាតុទី6ហ្នឹងតែប៉ុណ្្នឹងទេហើយវិញ្ញាណធាតុរួមដោយការសោយអារម្មណ៍ចាំអារម្មណ៍អីហ្នឹងវានៅក្នុងវិញ្ញាណជាបឋមប្រធានមโนពពាំងកមាធម្មាមโนសេដ្ឋាមโนមយាណាមនៈសាជេបសន្នេននៅលើចិត្តហ្នឹងឯងជាបឋមប្រធានដោយថាជាបឋមធានលើទេយៈទេយិកាបាសិកាវិសាខាអីចឹងទៅលោកសិទ្ធិអនាថបណ្ឌិតអីចឹងទៅហ្នឹងឬក៏ប្របាទបសេនតិកោសលជាមួយនឹងព្រះកមហេសីពនាងមលកាជាបឋមប្រធានលើនិមឺនមុខមន្ត្រីអីទាំងអស់នៅក្នុងអសតិសទេហ្នឹងចឹងណាយ៉ាងណាមិញគឺថាចិត្តនេះឯងជាបឋមប្រធាននៅក្នុងកុសលធម៌បត្រៃណគុំក្តីសិល5ក្តីអបោសតសិលក្តីវាយទៀនក្តីគោរពមេត្តាបិតាក្តីគឺបឋមប្រធានគឺចិត្តដែលជ្រះថ្លានឹងឯងយ៉ាងធ្វើអីក៏ល្អនិយាយអីក៏ល្អហើយអ្វីដែលល្អហ្នឹងគឺដង្ហូរដង្ហែមកតាមក្រោយដែលចិត្តល្អហ្នឹងហ្នឹងឯងជាឧបនិស្សយបច្ច័យនៃសេចក្តីល្អផ្សេងទៀតដីល្អរបស់ទានហ្នឹងស្រូបយកសិលភាវនាមកដីល្អនៃបាណាតិបាតាវេរមណីហ្នឹងក៏ស្រូបយកក្តីល្អផ្សេងទៀត
អត្តនេទាននេវេរមណីអីចឹងមកគឺស្រូបទាញសេចក្តីល្អមកផ្សេងហ្នឹងគឺជានាមធម៌ហ្នឹងឯងតែដែលកើតទៅបានមានវាហ្នឹងតែមិនកើតអត់មានទេដែលមានមកពីកើតហើយអ្វីដែលកើតវាជាផលរបស់បច្ច័យជាសង្ខារធัวសុទ្ធហ្នឹងឯងហើយយើងប្រាថ្នាទៅនិព្វាននោះឆាប់បានដល់ព្រះនិព្វានហ្នឹងឥឡូវយើងសិក្សាថាតើដំណើរទៅព្រះនិព្វានហ្នឹងទៅយ៉ាងម៉េចហ្នឹងឯងហ្នឹងដែលយើងសិក្សារកខ្លួនយើងទៅនិព្វានអត់មានហ្នឹងឯងគឺដំណើរទៅព្រះនិព្វានណាចាកុំឲ្យថារកខ្លួនយើងទៅនិព្វានអត់មានអញ្ចឹងព្រះនិព្វានអត់មានទេផ្លូវទៅនិព្វានអត់មានទេមែនទេនេះឯងដែលយើងកំពុងតែសិក្សាពីផ្លូវទៅព្រះនិព្វានប៉ុន្តែយើងធ្លាប់តែស្ដាប់ដំបងមកវាមានខ្លួនយើងទៅព្រះនិព្វាននោះវាមានកន្លែងដែលយើងត្រូវទៅដល់ហ្នឹងឯងអញ្ចឹងយើងមកសិក្សាទៅឲ្យយល់ពីដំណើរទៅព្រះនិព្វាននោះគឺដំណើរលះសេចក្តីប្រកាន់នេះដែលកំពុងតែរំលឹកបញ្ជាក់ពីបញ្ញារៀងព្រះអង្គរៀងខ្លួនហ្នឹងដីមានទៅនិព្វានទេណាទឹកភ្លើងខ្យល់អាកាសធាតុនេះដែលគ្រប់អង្គគ្រប់គ្នាមានតែប៉ុណ្្នឹងទេហើយវិញ្ញាណធាតុមានទៅនិព្វានទេណារយ៉ាងកញ្ញសមុទយៈធម្មំសព្យន្តੰនិរោធធម្មន្តិធម្មជាតិណាដែលមានការកើតឡើងជាធម្មតាធម្មជាតិនោះមានការរលត់ទៅជាធម្មតាអ្វីដែលកើតហើយរលត់ទៅគឺអត់មានទៅនិព្វានទេហ្នឹងឯងគឺមិនទៀងជាទុក្ខហ្នឹងឯងហើយមើលមានខ្លួនយើងផ្សេងពីដីទឹកភ្លើងខ្យល់អាកាសធាតុវិញ្ញាណធាតុហ្នឹងទៀតទេមានខ្លួនយើងផ្សេងពីនឹងទេថាអត់មានហ្នឹងហើយអញ្ចឹងឯណាដែលថាយើងទៅនិព្វានចិត្តតែចង់ទេអន្តែងត្រូវការជាតិណាអីចឹងទៅណាហើយបានទៅព្រះនិព្វានហ្នឹងមិនតោះអីនឹងដែលយើងប្រាថ្នាទេណាហ្នឹងហើយមិនមែនថាគ្រាន់តែមិនតោះទៅមិនល្អអីទេល្អហ្នឹងហើយត្រឹមត្រូវតាមការណែនាំរបស់ព្រះដ៏មានពភាព្រះពុទ្ធអង្គព្រះអរហន្តព្រះអត្តកថាត្រឹមត្រូវក្នុងពុទ្ធសាសនាដែលប្រាថ្នាព្រះនិព្វានហ្នឹងព្រះពុទ្ធដីកាយើងលើកមកព្រះអង្គសម្ដែងសទ្ធាទុតិយាបរិសាសហោតិបញ្ញាចេណੰភាសាសតិនិព្វានេភិរតោមច្ចោសពតុក្ខាប្រមុចតិតេសទ្ធានេះដែលជាសម្លាញ់ទី2ក៏ដែរយើងទី1សទ្ធាហ្នឹងគឺថាចិត្តដិតហើយនាំទៅកាន់សុគតិភពនិងព្រះនិព្វានខ្លឹមសារព្រះអត្តកថាដែលថានាំទៅនឹងអត់មានអបាយភូមិទេសុគតិភពទេវលោកនិងព្រះនិព្វានបញ្ញាទូមានព្រានបដៅប្រាប់នេះខុសនេះត្រូវនឹងឯងតែណែនាំផ្លូវនឹងឯងសត្វលោកដែលកើតមកហើយតែងស្លាប់ជាធម្មតាហ្នឹងអញ្ចឹងគឺត្រេកអរនឹងព្រះនិព្វានដែលជាអមតៈណាមិនមានជាតិជរាមរណៈហ្នឹងយ៉ាងឯងនិព្វាននេះភិរតោមច្ចោណាសពសត្វដែលកើតហើយតែងស្លាប់ជាធម្មតាហ្នឹងដល់ទៅត្រេកអរនឹងព្រះនិព្វានសពតុក្ខាប្រមុចតិតេហ្នឹងការដែលប្រាថ្នាព្រះនិព្វានហ្នឹងការដែលសម្គាល់ថាមានខ្លួនយើងនៅក្នុងវត្តដាក់ហ្នឹងមានសេចក្តីទុក្ខហ្នឹងអញ្ចឹងយើងប្រាថ្នាឲ្យយើងរួចផុតពីវត្តដាក់រួចផុតពីពន្ធនាគារហ្នឹងគ្រាន់តែថាការដែលយើងរួចផុតពីវត្តដាក់ហ្នឹងរួចយ៉ាងម៉េចហ្នឹងឯងការដែលយើងបានសម្រេចព្រះនិព្វានហ្នឹងនៅតែពោលពាក្យយើងបានព្រះនិព្វានអញ្ចឹងព្រះអរិយបុគ្គលបានព្រះនិព្វានអញ្ចឹងព្រះអរហន្តទៀតផងប៉ុន្តែការដែលបានព្រះនិព្វានហ្នឹងគឺត្រូវយើងដឹងថាផ្លូវទៅព្រះនិព្វានហ្នឹងគឺការកំចាត់បងសេចក្តីប្រកាន់ហ្នឹងឯងដោយការចម្រើននៅវិបស្សនាញាណវិបស្សនាហ្នឹងគឺបានដឹងរូបធម៌ដីទឹកភ្លើងខ្យល់អាកាសធាតុហ្នឹងទាំងរូបកម្មដ្ឋានទាំងវិបស្សនាកម្មដ្ឋានហ្នឹងឯងហើយព្រះអង្គសម្ដែងក្នុងកាយានុបស្សនាតែប្រធានដោយបព្វៈផ្សេងហ្នឹងប្រកម្មដ្ឋាននោះតេតួងនឹងការដែលមានកាយគឺមហាភូតរូបនិងឧបាទេយរូប
ចឹងគឺតេតួងនឹងរូបកាយហ្នឹងព្រះអង្គប្រទានទៅតាមដែលពុទ្ធបរិស័ទយើងមានឧបនិស្ស័យអធិស្រ័យមកចម្រើនប្រកម្មដ្ឋានឲ្យស្ងប់រងាប់និវរណៈធัวហ្នឹងដូចអាណាបានសតិជាដើមចឹងទៅតេតួងនឹងរូបកាយហ្នឹងបានចិត្តស្ងប់ជាបតតឋានទៅក៏បានឃើញកាយអដ្ឋិកាយោទវេបនស្សសតិបច្ចុប្បថេតាហោតេហ្នឹងឯងស្មារតីរបស់វិខនោះក៏បានផ្ចង់ឡើងដោយចំពោះថាកាយហ្នឹងមានមែនគឺកំណត់ទៅលើកាយហ្នឹងឯងបើខ្យល់ដង្ហើមចេញចូលហ្នឹងអាស្រ័យនឹងវត្ថុគឺករច្ចកាយគឺភូតរូបនិងឧបាទេយរូបហ្នឹងពាក្យព្រះអត្តកថាហ្នឹងឯងនៅក្នុងអាណាបានបព្វៈហ្នឹងហ្នឹងឯងអញ្ចឹងគឺបានមកដឹងបរមត្តធัวតាមទីក្តីពិតហ្នឹងឯងកាយេកាយានុបស្សីវិហរតេណាអាតាបៃសម្បជាណោសតិមាវិនយលោកេអភិជាតោមនស្សੰហ្នឹងខ្លឹមសារនៃតួសតិប្បដ្ឋានណាយើងយកខ្លឹមសារនៅត្រង់ដែលព្រះពុទ្ធអង្គប្រកាសសម្ដែងចាប់ពីអដ្ឋិទៅនេះអដ្ឋិកាយោទិវាបនស្សៈនេះសតិបច្ចុប្បតតាហោតេសតិនេះដែលផ្ចង់ឡើងដោយចំពោះថាកាយមានមែនកាយោទិវាវេទនាទិវាចិត្តន្តិវាធម្មាទិវាហ្នឹងហើយសិតតែអដ្ឋិទាំងអស់ហ្នឹងដែលមានមែនប៉ុន្តែមិនមែនសត្វដែលថាមានមែនណាមិនមែនសត្វហ្នឹងហើយគឺជាផលនៃបច្ច័យវិបស្សនាកំណត់បច្ច័យនាមរូបអាស្រ័យបច្ច័យអីកើតឡើងហ្នឹងហើយឃើញការរលត់ទៅរលត់នេះឃើញរលត់ទាំងពីរផ្នែកទាំងដែលរលត់ជាទុក្ខសច្ចៈដោយវិបរិណាមទុក្ខណាហ្នឹងហើយនឹងរលត់ដែលជានិរោធសច្ចដោយអនុបាទនិរោធរលត់ដែលជានិរោធសច្ចហ្នឹងពីព្រោះអវិជ្ជាតណ្ហាបាទានកម្មអីហ្នឹងត្រូវកំចាត់បងបានដោយអរិយមគ្គហ្នឹងឯងអាហ្នឹងគឺបានដឹងអំពីនិរោធគឺរលត់វត្តដាក់ព្រោះมันមានបច្ច័យកើតតទៅទៀតហ្នឹងឯងដែលរលត់ហ្នឹងរលត់ទុករលត់វត្តដាក់ហ្នឹងវត្តដាក់ហ្នឹងដែលវាឆេះហ្នឹងបើយើងនិយាយពីបទីបភ្លើងអីហ្នឹងវាឆេះហ្នឹងគឺវត្តដាក់មកហ្នឹងឯងតែតែរលត់វាអស់បច្ច័យដោយបទីបអស់ប្រេងអញ្ចឹងហ្នឹងដែលថារលត់ព្រោះมันមានបច្ច័យយើងអាចឆ្ងល់ថាអនុបាទនិរោធមិនមានការកើតហើយបើអត់កើតមិនក៏មានពាក្យថារលត់ហ្នឹងហើយរលត់ហ្នឹងគឺរលត់វត្តទុកដូចជាប្រទីបដែលឆេះមកនេះហ្នឹងហើយព្រោះអាស្រ័យប្រេងគឺថាវិជាតណ្ហាបាទានកម្មកិលេសហ្នឹងនាំឲ្យភ្លើងទុកភ្លើងកិលេសហ្នឹងឆេះមករហូតវត្តសង្សារហ្នឹងពីអតីតមកហ្នឹងហ្នឹងហើយនឹងត្រូវឆេះតទៅទៀតបើនៅតែមានប្រេងមានបច្ច័យទេនោះប៉ុន្តែបើអស់ប្រេងហ្នឹងបើអស់បច្ច័យហ្នឹងដោយមគ្គហ្នឹងឯងអញ្ចឹងបានមិនកើតតទៅទៀតហ្នឹងឈ្មោះថារលត់វត្តដាក់ហ្នឹងនិរោធហ្នឹងហើយពុទ្ធបរិស័ទយើងទៀងទាត់ជាមួយព្រះពុទ្ធរិកាទៀងទាត់ជាមួយធัวបរិបត្តិឲ្យច្បាស់ព្រះនិព្វានហ្នឹងហ្នឹងឯងអប់រំរឿយទៅទៀងទាត់ទៅហ្នឹងឯងយើងមើលយើងរੂព្រះនិព្វានមើលហ្នឹងឯងរੂតលអត់ឃើញនៅក្នុងឱកាសលោកអត់ឃើញនៅក្នុងសង្ខារលោកគឺយើងបានឃើញព្រះនិព្វានហើយក្នុងឱកាសលោកផែនដីព្រៃភ្នំទន្លេសមុទ្រចក្រវាលទ្វីបទាំង4គ្រប់ឋានទេវតាប្រអិនប្រព្រំរូបព្រំអរូបព្រំហ្នឹងឱកាសលោកហ្នឹងណាអនន្តានិចក្រវាឡានិណាឱកាសលោកអត់មានព្រះនិព្វានទេ
ឱកាសលោកទាំងអស់មិនមែនជាព្រះនិព្វានអត់មានព្រះនិព្វានលាក់ខ្លួនពួនសំងំនៅកន្លែងណាទេក្នុងឱកាសលោកអត់មានទេហ្នឹងហើយមិនបាច់យើងទៅសម័យនឹករកព្រះនិព្វាននៅកន្លែងណាទេតែក្រៃលោកទៅនៅក្នុងអបាយភូមិរត់តែអត់ទៅទៀតហ្នឹងហើយអត់មានទេនឹងឱកាសលោកអីចុះសង្ខារលោកអវិជ្ជាបញ្ញាសង្ខារាសង្ខារបច្ចយាវិញ្ញាណនឹងអត់មានព្រះនិព្វានទេរូបវេទនាសញ្ញាសង្ខារវិញ្ញាណអស់ហើយសង្ខារលោកហ្នឹងហើយរាប់ខណ្ឌ1រាប់ខណ្ឌ4រាប់ខណ្ឌ5រាប់ទាំង5បដ ாய் ទៅគឺអត់មានរូបជានិព្វានវេទនាសញ្ញាសង្ខារវិញ្ញាណជាព្រះនិព្វានអត់ទេហ្នឹងហើយតែព្រះនិព្វានមានណាហ្នឹងហើយព្រះពុទ្ធអង្គសម្ដែងមកព្រះនិព្វានមានបើមិនមានទេព្រះអង្គណែនាំឲ្យពុទ្ធបរិស័ទទៅព្រះនិព្វានយ៉ាងម៉េចទៅកើតមានព្រះនិព្វានណាហើយតើព្រះនិព្វានហ្នឹងនៅឯណាហ្នឹងគឺការអប់រំចម្រើនបញ្ញាវាឃើញវត្តទុក្ខតលតែឃើញវត្តទុក្ខនេះដែលវាមានបច្ច័យឲ្យកើតឡើងនេះគឺណាឃើញការមិនដឹងនាមរូបហ្នឹងណាអាការមិនដឹងហ្នឹងឯងនាំឲ្យប្រកាន់ទៅវាកើតការហួងហែងទៅបានឃើញសកម្មភាពកើតឡើងពីសេចក្តីត្រូវការប្រាថ្នាហ្នឹងហើយត្រូវការប្រាថ្នាគឺធ្វើឲ្យកើតកម្មហើយបានឃើញឧបបត្តិភពនេះតួបដិសន្ធិហើយនឹងវិបាកក្នុងប្រវត្តិកាលជាមួយកម្មមជ្ឈរូបហ្នឹងវានៅលើកម្មជាបច្ច័យហ្នឹងឯងបញ្ញាហ្នឹងដែលឃើញបដិច្ចសមុប្បាទធัวហ្នឹងដែលឃើញបដិច្ចសមុប្បាទធัวឈ្មោះថាឃើញធัวហើយដែលឃើញធัวគឺឃើញព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រាស់ដឹងណែនាំសត្វលោកយើងឲ្យរួចផុតចាកទុក្ខហ្នឹងយើងបានឃើញព្រះធម៌មានពភាហើយហើយសារបានឃើញធัวគឺឃើញបដិច្ចសមុប្បាទធัวហ្នឹងឯងព្រោះតែបានដឹងអំពីបច្ច័យនៃវត្តដាក់ទៅបានដឹងពីការអស់ទៅនៃបច្ច័យនោះដោយញាណពលឺភ្លឺស្វាងដែលដឹងនាមរូបហ្នឹងដឹងថាមានព្រះខៃណាស្របដឹងតាំងពីមិនទាន់បានសម្រេចសោតាបត្តផលឲ្យតែដឹងនាមរូបព្រមតែដោយបច្ច័យគឺបានដឹងថាមានប្រខៃណាស្របព្រោះឃើញបញ្ញានេះបញ្ញាខ្លួនឯងដោយផ្ទាល់នេះដែលបានដឹងនាមរូបព្រមតែដោយបច្ច័យនឹងឯងដឹងថាបញ្ញានឹងចម្រើនទៅធ្វើឲ្យអស់អវិជ្ជាតណ្ហាអស់លោភៈទោសៈមោហៈហ្នឹងហើយបានដឹងពីការអស់ទៅនៃវត្តដាក់ហ្នឹងមានដោយការចម្រើនឡើងនៅពន្លឺភ្លឺស្វាងគឺញាណនេះហ្នឹងគឺអានិសង្ឃរបស់វិបស្សនាធ្វើឲ្យយើងដឹងអញ្ចឹងណាដឹងថាមានបក្ខីណាស្របដឹងថាបក្ខីណាស្របមិនតាក់តែងអភិសង្ខារអត់មានចេតនាឲ្យមានឧបបត្តិភពទេមកពីអត់មានតណ្ហាតែអត់មានតណ្ហាចេតនាមានប៉ុន្តែវាអត់ទៅជាតួអភិសង្ខារជាកម្មជាបច្ច័យទេចេតនាព្រះអរហន្តមានអត់មានចេតនាព្រះអង្គធ្វើអីកើតមុនបិណ្ឌបាតមិនបានស្ដាប់ពធមិនបានសម្ដែងធម៌មិនកើតចេតនាទាំងអស់ហ្នឹងក្នុងព្រះសម្មាសម្ពុទ្ធពុទ្ធកិច្ចហ្នឹងគឺចេតនារួមមួយចេតសិករួមជាមួយនឹងវិញ្ញាណហ្នឹងឯងសัพពញ្ញុតញ្ញាណជាបឋមប្រធានហ្នឹងចេតនាហ្នឹងប៉ុន្តែអត់ជាកម្មចេតនាហ្នឹងមកពីវាអត់មានតណ្ហាដើម្បីត្រូវការអីឲ្យបានអីដល់អស់តណ្ហាទៅចេតនាហ្នឹងវាអត់សម្រេចទៅជាកម្មទេមកពីវាអត់ដើម្បីឲ្យបានអីដោយតណ្ហាហ្នឹងហើយហើយពុទ្ធបរិស័ទយើងអប់រំឃើញបដិច្ចសមុប្បាទធัวទៅឃើញការអស់ទៅនៃវត្តដាក់នេះហ្នឹងហើយការអស់ទៅនៃវត្តដាក់នឹងឯងគឺបរមសុខព្រោះបានដឹងវត្តដាក់នឹងឯងមិនទៀងជាទុក្ខអត់មានជាទីពឹងទេជាទុក្ខសច្ចៈហើយជាទុក្ខលក្ខណៈអ្វីដែលមិនទៀងគឺអត់អាចយើងយកជាទីពឹងអីឲ្យសុខថិតថេរនៅជាមួយទេអាចថាខាតពេលវេលាប្រើប្រាស់ពេលវេលាមកជីវិតឯណាឯណីអីទៅតាមនឹងទៅមិនសូវមានតម្លៃដែលជីវិតយើងកើតមកជាមនុស្សផងបានជួបនឹងពុទ្ធសាសនាផងមានតម្លៃមែនទេណាប៉ុន្តែយើងអាចប្រើពេលវេលាហ្នឹងឲ្យអស់ទៅជាមួយគ្នានឹងអាការសប្បាយរីករាយក្នុងโลกនេះដែលវាអត់អាចជាទីពឹងបានទេហ្នឹងហើយសរុបមកកាមសុខហ្នឹងគឺស៊ីពេលមនុស្សយើងច្រើនណាស់មួយជីវិតហ្នឹងឯងស្វែងរកកាមសុខហ្នឹងតែបើយើងនេះអនិវច្ចសុខដែលប្រសិជ្ជៈទោសនេះ
ក្នុងកុសលធម៌ព្រះពុទ្ធអង្គសម្ដែងកុំខ្លាចសេចក្តីសុខនឹងយកមកប្រើមកហ្នឹងហើយមិនមែនយកមកអោបកសោបប្រកាន់ឲ្យថិតថេរទៀងទាត់ជាទីពឹងទេយកមកប្រើជាការសាងព្រហ្មយានទៅដល់ព្រះនិព្វានជាបរមសុខថិតថេរទៀងទាត់ជារៀងរហូតហ្នឹងហើយចាំទៅដល់ព្រះនិព្វានទៅគឺថាបរមសុខហើយចាំបាច់យើងត្រេកអររីករាយអីជាមួយគ្នានឹងសេចក្តីសុខក្នុងលោកនេះសូម្បីតែសេចក្តីសុខប្រសិជ្ជៈទោសជាកុសលហ្នឹងហ្នឹងហើយគឺមិនឲ្យមានឆន្ទរាគៈត្រេកអរអោបកសោបដោយការប្រកាន់ទេគ្រាន់តែយកមកប្រើទេមានសេចក្តីសុខក្នុងទានក្នុងសិលក្នុងភាវនាទៅកុសលធម៌ជាឧបនិស្សយបច្ច័យផងហើយសេចក្តីសុខនឹងជាបតតឋាននៃសមាធិទៀតធ្វើឲ្យចិត្តស្ងប់និវរណៈធម៌ទៅគឺពន្លឺភ្លឺស្វាងបញ្ញាកើតឡើងហ្មងដោយសារតែចិត្តស្ងប់និវរណៈធម៌នឹងឃើញសច្ចធម៌ដោយបញ្ញាដែលយើងមានបត្រៃណគុំជាបាតនឹងដំណើរទៅព្រះនិព្វានហ្នឹងគឺវាកំចាត់បងអាសេចក្តីប្រកាន់ដីទឹកភ្លើងខ្យល់អាកាសធាតុជាយើងហ្នឹងណាការដែលដឹងនឹងឯងជាដំណើរទៅព្រះនិព្វានណាព្រោះព្រះនិព្វានគឺការមិនប្រកាន់ថាមានយើងឥឡូវនេះការដែលមិនប្រកាន់ថាមានយើងហ្នឹងណាគឺព្រះនិព្វានណាតាំងពីតទាំងនិព្វានទៅប៉ុន្តែគ្រាន់តែនិព្វានហ្នឹងមិនមែនជានិរោធសាច់និរោធសាច់គឺជាផលរបស់មគ្គផ្ដាច់មុខហ្នឹងហើយអត់មានណានាមកបានសម្រេចនៅសម្បត្តិព្រះនិព្វាននឹងដោយកុសលធម៌ដតីដោយសភាវៈដតីទេអញ្ចឹងនិព្វាននឹងគឺថាផ្ដាច់មុខនៅលើអរិយមគ្គប៉ុន្តែព្រះអង្គប្រកាសតទាំងកនិព្វាននេះគឺសំដៅយកដំណើរទៅព្រះនិព្វានណាដោយការដែលលះបង់នៅកិលេសហ្នឹងគ្រាន់តែថាដោយវិបស្សនាតទាំងកបហានៈហ្នឹងឯងនិព្វានណាតែមិនមែនជានិរោធសាច់ទេព្រោះជាការរលត់នៅកិលេសហើយក៏ដំណើរទៅព្រះនិព្វានដោយព្រះអង្គសម្ដែងនៅក្នុងវិខវៈដល់ថ្ងៃថាយតោសមសតិខន្ធានាងឧទយបយ៉ាងលបតិបៃតបាមកជាងអមតាំងតាំងវិជាអ្នកតាំងហ្នឹងក៏ព្រះអង្គប្រកាសថាជាព្រះនិព្វានដែរការបានបៃតបាមកជាហ្នឹងគឺព្រះនិព្វានណាជាព្រះនិព្វានរបស់អ្នកចេះដឹងលបតិបៃតបាមកជាងលបតិហ្នឹងការបានហ្នឹងបៃតបាមកជាងហើយបានព្រះអង្គប្រកាសថាអមតាំងតាំងណាតាំងហ្នឹងគឺបៃតបាមកជានោះណាអមតាំងវិជាអ្នកតាំងហ្នឹងហើយបៃតបាមកជាហ្នឹងគឺជាអមតាំងរបស់អ្នកដែលចេះដឹងគឺព្រះអង្គប្រកាសថាបៃតបាមកជាហ្នឹងណាដែលបានមកអំពីយតោសមសតិខន្ធានាងឧទយបយ៉ាងអប់រំចិត្តស្ងប់និវរណៈធัวទៅបានបញ្ញាឃើញការកើតរលត់នៃបញ្ញខណ្ឌយ៉ាងកញ្ញសមុទយៈធម្មំសព្វន្តាំងនិរោធធម្មំតេធម្មជាតិណាដែលមានការកើតឡើងធម្មជាតិនឹងមានតែការរលត់ដល់អញ្ចឹងទៅអត់ចាប់ប្រកាន់អត់ទៀមទាអីទេពីព្រោះអ្វីដែលរលត់ទៅយើងមិនទៅទៀមទាអ្វីដែលរលត់នឹងឯណាដំណើរយើងទៅកាន់ព្រះនិព្វានឯនោះដោយឡែកអ្វីដែលរលត់វាដូចនៅពីក្រោយខ្នងយើងទេយើងដើរទៅមុខមិនមែនដើរថយក្រោយទេហើយទៅមុខនោះទៅរកទីពឹងដែលអត់ចាំបាច់ទៀមទាស្អីទាំងអស់ពីក្នុងโลกហ្នឹងដល់ព្រះនិព្វានគឺអស់ការប្រកាន់ទិដ្ឋិអស់តណ្ហាហើយមានចាំបាច់ទៀមទាអីទៀតរឹតតែរូតរះទៅទៀតបើថាក្នុងโลกហ្នឹងវាវឹកវរណាស់រឹតតែរូតរះទៅឲ្យដល់ព្រះនិព្វានវាអត់មានហួងហែងអីក្នុងโลกហ្នឹងឲ្យបានយ៉ាងនេះឲ្យបានយ៉ាងនោះអីទេអស់ទុកអស់កង្វល់ហ្នឹងអញ្ចឹងក្នុងការដែលពុទ្ធបរិស័ទយើងរួព្រះនិព្វានឃើញហ្នឹងគឺនៅត្រង់ការដែលបានកំណត់ធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុអត់មានយើងហើយស្រេចយើងក៏អត់មានទៀមទាឲ្យស្អីទៅនិព្វានហើយនៅសល់វិញ្ញាណធាតុតែកើតឡើងហើយវាជារបស់រលត់ក្នុងโลกការដឹងអារម្មណ៍ហ្នឹងសតិរលឹករឿយកំណត់រឿយវិបស្សនាញាណចម្រើនឡើងអញ្ចឹងវាអត់ឃើញមានខ្លួនយើងស្អីដែលត្រូវទៅនិព្វានទេហ្នឹងហើយឧបេក្ខាញាណប្រព្រឹត្តទៅនៅក្នុងវិបស្សនាគឺវិបស្សនាខាងដើមក៏ឈ្មោះថាឧបេក្ខា
វិបស្សនូពេខារហូតដល់ទៅសង្ខាររូពេខាញាណជាការដែលបង្ើយកតើជាមួយនឹងបញ្ញខណ្ឌនឹងឯងដែលបង្ើយកតើគឺការមិនចាប់មិនប្រកាន់មិនហួងហែងមិនទៀមទាឃើញសង្ខារធัวនឹងជារបស់ដែលត្រូវទុកដាក់ចោលក្នុងលោកនឹងប៉ុន្តែការមិនចាប់មិនប្រកាន់នេះឯងដោយវិបស្សនាណាវិបស្សនានឹងឯងឈ្មោះថាផ្លូវទៅព្រះនិព្វានសម្រាប់អរិយមេអង្គ8មួយខណៈនឹងឯងដែលជាផលរបស់វិបស្សនានឹងសមុច្ឆេតបហានៈនេះគឺថាបានសម្រាប់នៅព្រះនិព្វានសម្បត្តិព្រះនិព្វានត្រូវបានតាន់ពេលដែលនៅរស់ហ្នឹងណាអរិយមគ្គកើតឡើងមិនមែនចុតិឯណាមិនមែនស្លាប់ឯណាអញ្ចឹងទៅអរិយមគ្គសមុច្ឆេតបហានៈទៅកិលេសមិនកើតឡើងការមិនកើតឡើងនៅកិលេសនឹងឯងបើដូចថាយើងមានជំងឺរោគាអីថាឈឺថ្លើមឈឺបេះដូងអីចឹងណាដល់ទៅពេលដាក់ថ្នាំត្រូវទៅគឺថាជំងឺរោគាដែលជាទុក្ខវេទនាក្តីលហិតលហៃក្តីវិលមុខក្តីអីការៈរោគហ្នឹងវាឈប់កើតមកទៀតណាមានកម្លាំងកំហែងមានសាច់មានឈាមពេញលេញភ្នែកស្រស់ថ្លាមុខមាត់ស្រស់បោះអញ្ចឹងណាអាហ្នឹងគឺថាបានជាក្នុងបច្ចុប្បន្នហ្នឹងព្រះអរិយបុគ្គលបានសម្បត្តិព្រះនិព្វានដោយសារតែជារោគហ្នឹងកិលេសដោយការប្រកាន់ដោយទុក្ខដោយលំបាកដោយការខ្វាយខ្វល់ហួងហែងហ្នឹងគឺមិនមានកើតមកទៀតទេដូចជាអាការៈរោគហ្នឹងវាស្ងប់រងាប់ទៅវាអត់កើតមកទៀតចឹងណាហ្នឹងហ្នឹងគឺថាព្រះអរិយបុគ្គលបានសម្បត្តិព្រះនិព្វានទាំងនៅរស់ហ្នឹងសម្បត្តិព្រះនិព្វានហ្នឹងព្រះអរិយបុគ្គលបានសម្បត្តិព្រះនិព្វានហ្នឹងឯងដំណើរទៅព្រះនិព្វានហ្នឹងគឺដំណើរទៅរកការអស់សេចក្តីប្រកាន់ហ្នឹងអស់វត្តដាក់ហ្នឹងដោយអរិយមគ្គហ្នឹងឯងអញ្ចឹងការដែលពុទ្ធបរិស័ទយើងធ្វើដំណើរទៅព្រះនិព្វានដល់ព្រះនិព្វានហ្នឹងគឺវាអត់ខ្វល់ថាឲ្យខ្លួនយើងបានព្រះនិព្វានអីគឺមានតែដឹងថារូបវេទនាសញ្ញាសង្ខារវិញ្ញាណមិនមែនជាខ្លួនយើងហើយស្រេចអញ្ចឹងវាអត់មានទៀមទាអីឲ្យរូបបាននិព្វានឲ្យវេទនាបាននិព្វានសញ្ញាសង្ខារវិញ្ញាណបាននិព្វានទេកំណត់រឿយតទៅទៀតយោនិសោមអ្នកសការៈហ្នឹងបានសក្តិគេមានផលអនាគេមានផលអរហត្តផលសមត្ថភាពរៀងព្រះអង្គរៀងខ្លួនតែសូមអនុមោទនីសាធុសាធុបានពោអរគុណលោកគ្រូដែលបានសម្ដែងនៅធម្មកថាក្បោះក្បាយពីរោះស្ដាប់ខាងដើមកម្មវិធីនៅនាវេលាព្រឹកនេះដូច្នេះជាបន្តទៅសូមអរតនីនិមន្តលោកម្ចាស់គ្រប់ព្រះអង្គនិងអញ្ជើញញាតិញោមពុទ្ធបរិស័ទក្រោកឈរឡើងដើម្បីបានទទួលព្រះមហាធេរៈព្រះធេរៈទាំងអស់អង្គជាព្រះធម្មកថាខ្ញុំព្រះករុណាសូមអនុញ្ញាតក្រាបថ្វាយបង្គំអរតនីនិមន្តលោកម្ចាស់គ្រូព្រះមង្គលធម្មកិច្ចព្រះចៅអធិការវត្តនៃគ្រូធវ័នកុលតឹងសូមក្រាបថ្វាយបង្គំអរតនីនិមន្តលោកម្ចាស់គ្រូព្រះពោធិនិកមុនីឆនមេត្តារខេតោព្រះចៅអធិការវត្តអេលការាមពពេក្រោមសូមក្រាបថ្វាយបង្គំអរតនីនិមន្តលោកម្ចាស់គ្រូសច្ចៈកល្យាណោនៅសវឿនព្រះគ្រូសុតឆ្វេងវត្តកញ្ចបៈបរិពតភ្នំបណ្ដើកសូមក្រាបថ្វាយបង្គំអរតនីនិមន្តលោកម្ចាស់វិសុទ្ធវង្សពិសៀព្រះសមុខគុណខេត្តបាត់ដំបងសូមក្រាបថ្វាយបង្គំអរតនីនិមន្តលោកម្ចាស់ធម្មកោសលច័ន្ទគង់ជាអភិធម្មមេចារនៅវត្តព្រះវត្តនិក្រូធវ័នកុលតឹងនិងសូមចុងក្រោយគេអរតនីនិមន្តលោកម្ចាស់គុណៈសោភណោយានជាធម្មកថានៅវត្តនិក្រូធវ័នកុលតឹងដូចគ្នាដោយសារកម្មវិធីថ្ងៃនេះនិងថ្ងៃស្អែកជាពិធីបុណ្យស្រោចស្រពព្រះសកុន្ទវេរីថ្វាយចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីននង៉ែតសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះមហាសុមេធាធិបតីអំលឹមហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះពោធិវាំងបណ្ឌិតណយជ្រឹកសម្ដេចព្រះសង្ឃនាយករងទី1នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះឧត្តមវង្សាមុងរាសម្ដេចព្រះឧត្តមបញ្ញាដួងផងសម្ដេចព្រះវណ្ណរដ្ឋជាដើមអញ្ចឹងទៅលោកគ្រូចៅអធិការវត្តសំពើមាសលោកម្ចាស់ព្រះមង្គលសត្ថាលោកអត់បាននិមន្តមកអញ្ចឹងក៏បានលោកម្ចាស់យានសោ
គុណៈសោភៈណោនិមន្តមកជំនួសហើយអញ្ចឹងនៅនិមន្តលោកម្ចាស់នៅពីអង្គទៀតសូមឱកាសបន្តិចទៀតចាំលោកពីអង្គទៀតលោកមុនមកជិតដល់ម្ចាស់គ្រូកុលតឹងអនុមោទនីសង្ឃវិសុទ្ធោវេរទាំងខេណៃយោសន្តន្ត្រយោគុណេហេនេកេហេសមន្ធិបន្តោអនាងមេសង្ឃាំងព្រះអរិយសង្ឃអនាតបរិសុទ្ធអន្ត្រីរងាប់ហើយមានមន្ទិលគឺរាគាតិកិលេសទាំងពួងសវធម៌មិនមានគឺថាជាព្រះខៃណាស្រមថ្វាយបង្គំនៅព្រះអរិយសង្ឃនោះដោយគោរមយេចសង្ឃាអតីតាចយេចសង្ឃាបញ្ចំបណ្ណាចយេសង្ឃាអហង្វន្ទាមិសម្បទាព្រះសង្ឃទាំងឡាយឯណាងព្រះសង្ឃបានសម្រេចមាននឹងផលកន្លងទៅហើយ